នេះយើងមកមើលការតគល់ត្រេនណាដើម្បីឲ្យវាមានគល់ច្រើនអញ្ចឹងណានេះខ្ញុំយកមេត្រេនហ្នឹងយកមកតជាមួយនឹងកូនត្រេនដែលយើងបដោះគ្រាប់ណានេះបដោះគ្រាប់ទៅហើយយើងយកវាមកទៅពេលវាធំអញ្ចឹងយើងតវាជាមួយនឹងដើមមេវាដើម្បីអីគឺដើម្បីឲ្យវាមានឫសច្រើនគល់ច្រើនទៅចិញ្ចឹមដើមមេធំនេះឥឡូវយើងត្រួតពិនិត្យមើលថាវាជាប់នៅអញ្ចឹងណានេះយើងងាយធ្វើទេត្រេននឹងត្រេនអញ្ចឹងវាឆាប់តជាប់គ្នាឃើញថាវាចង់ចូលសាច់មួយហ្នឹងនេះវាជាប់គ្នាណានេះអានេះត្រេនដើមដាំក្របហើយយើងយកមកតជាមួយមេឃដើមដែលយើងទិញគេមកហ្នឹងនេះគេតហេតុត្រេនតកុដធំអញ្ចឹងអាត្រេនតកុដធំនេះវាអាចសុខភាពវាអត់សូវល្អអញ្ចឹងយើងត្រូវតវាមានគល់ច្រើនណាស់ដើម្បីឲ្យវាយកទៅចិញ្ចឹមអាដើមមេនេះចូលសង្សាច់មួយហើយអញ្ចឹងយើងត្រូវកាត់អាដើមនេះចោលបើយើងអត់កាត់វាទេបើយើងអត់កាត់អានេះអញ្ចឹងអាដើមនេះវាចិញ្ចឹមអានេះអញ្ចឹងយើងត្រូវកាត់វាចោលដើម្បីឲ្យអាដើមនេះចិញ្ចឹមដើមមេធំនេះអញ្ចឹងវាត្រូវមានគល់ហើយត្រូវមានគល់ច្រើនអញ្ចឹងយើងកាត់វាចោលមកណាហើយឥឡូវបាន2គល់ហើយយើងអានេះស្លឹកវាក៏ត្រូវយើងបេះវាចោលដែរយើងមកយើងធ្វើអញ្ចឹងឲ្យដើម្បីឲ្យត្រេនយើងហ្នឹងឆាប់ធំលឿនអញ្ចឹងណាមួយទៀតនេះឥឡូវយើងបានគល់2ហើយនេះសិតតែគល់វាមួយទៀតណាបាន2គល់បាន2គល់